បងឥឡូវនេះមិនឃើញទីផ្សារផាត់បច្ចុប្បន្នដូចដំណើរការល្អវិញទេបងនៅកន្លែងយើងនៅតែលក់តម្លៃធូរនឹងទៀតឬក៏តម្លើងបងអត់ទេបើនិយាយវិញយើងនៅតែតម្លៃធូរដដែលជាពិសេសឥឡូវនេះយើងបានបាទស្តុកថ្មីចូលមកច្រើនទៀតអញ្ចឹងសម្រាប់ Alpha បាទបងប្អូនបាទត្រូវចាំថា Top Auto នៅតែបន្តបេសកកម្មចែកជូនពុកម៉ែបងប្អូនដដែលជាពិសេសខាងពីម្សិលមិញភ្ញៀវសប្បាយខ្លាំងបាទយើងយកទៅឲ្យគាត់រៀបចំមកស្តង់ដារជូនគាត់អញ្ចឹងបាទគាត់មើលទៅពេញចិត្តខ្លាំងមែនទែនហើយមួយទៀតការនាំចូលពីប្រទេសជប៉ុនហ្នឹងបងរៀបចំជូនភ្ញៀវឲ្យគេខ្លះលក្ខខណ្ឌទី1ដែលយើងនិយាយទី1គឺយើងឡានរបស់យើងគឺជាឡានមួយដែលធ្វើពីប្រទេសជប៉ុនមកផ្ទាល់បាទមិនមែនធ្វើបែកខាងឌូបៃទេណាបាទអញ្ចឹងប្រព័ន្ធភ្លើងសាច់ឡានផែនឡានគឺខ្ញុំធានាឲ្យបងអញ្ចឹងឡានមួយគ្រឿងដែលកំពុងអង្គុយនេះ option នេះគេបងហើយវាមានលក្ខណៈពិសេសអីគេខ្លះបង option នេះគឺ option G ប៉ុន្តែវាប្រភេទ G ក្នុងខ្មៅហើយណែ hybrid យើងចង់ទៅបាទចាំមើលខ្ញុំមកប្រាប់ទ្វារវាអូតូ3សន្លឹកបាទទឹកថ្នាំស៊ីនមួយជុំនេះមានលបកបន្តិចតែនេះបាទអានេះខ្ញុំសូមបញ្ជាក់ថាខ្ញុំអត់ធ្វើទេមិនចឹងបងដោយសារវាទុកនៅស្រុកគេវាអាចនឹងក្តៅពេកឬក៏វាដូចថា10ឆ្នាំវាអញ្ចឹងណាព្រោះ Pigeon Toyota ខ្ទង់ចន្លោះ10ឆ្នាំឡើងទៅគឺមានលបកទួយហើយអញ្ចឹងមកខ្លាចភ្ញៀវគាត់អត់ពេញចិត្តកន្លែងហ្នឹងឯងបងអត់ទេយើងបង្ហាញត្រង់អត់បាទឲ្យគាត់ឃើញជាក់ស្ដែងបាទឡានយើងមកមិនយើងបង្ហាញគាត់អញ្ចឹងហើយត្រង់ទៅហ្នឹងអត់មានបាក់យើងគ្រាន់តែជួសថ្នាំតែមកកណាត់នេះមកគឺស្អាតភ្លឹងហើយអញ្ចឹងឡាននេះទឹកថ្នាំ99%បង99%មានអីតិចតួចទេបាទហើយនេះយើងឃើញគេដាក់ E4 ទៅហ៎បាទអាហ្នឹងគឺប្រើប៉ុង2ប៉ុងភ្លើងអញ្ចឹងកម្លាំងរមូលវាគឺខ្លាំងស្ទុះហើយនឹងល្អតោះឥឡូវយើងទៅមើលខាងក្នុងតិចហ៎តែកៅអីនេះពេលខ្ញុំជិះមកមានអារម្មណ៍ស្រួលខ្នងមែនតើហ្នឹងហើយឡើងអង្គុយសិនណាបាទនិយាយទៅ Alpha វាមានសភាពមួយគេថាឡានដែលជិះទៅស្រួលតលាយហើយជាពិសេសអ្នកដែលជិះស្រួលគេគឺអ្នកអង្គុយកណ្ដាលហ្នឹងហ្មងបាទគេថាកៅអីតកែបាទអញ្ចឹងមិនពេញចិត្តចិត្តជិះជិះទៅបាទបងប្អូនឃើញវីដេអូនេះហើយបាទគិតទៅបាទទិញឡានតម្លៃ 20000 ជាងពេលខ្លះទៅសុកម្ដងទៅដើរលេងម្ដងគឺហាចៀតរហូតទៅកន្លែងដុតទៅហើមគ្មានទេបាទពេលខ្លះអង្គុយភ្ញុកគ្នាអញ្ចឹងណាហើយណែឥឡូវបងចង់អួតមួយទៀតណាបាទ Alpha ណាកន្លែងនេះអីនេះគឺមានអូតូខាងឆ្វេងខាងស្ដាំប៉ុន្តែដែលឡែកបាទដោយសារគុណភាពពីជប៉ុនមកបាទស្តង់ដារជប៉ុនវាប្រើឆ្វេងវាប្រើស្ដាំអញ្ចឹងពេលដែលកៅអីនេះមកដល់ស្រុកខ្មែរភ្លាមខ្ញុំនឹងធ្វើការត្រឡប់ជូនពុកម៉ែបងប្អូន free បាទបងខ្ញុំមានសំណួរមួយទៀតបងបើសិនជាភ្ញៀវគាត់មានបញ្ហា CVC គាត់យកឡានទៅប្រើបានអត់វាពាក់ព័ន្ធជាមួយរឿង CVC ខ្ញុំបញ្ជាក់ថាបងប្អូនយើងភាគច្រើនណាបាទស្រុកខ្មែរយើងភាគច្រើនបាទដែលគាត់ជួបបញ្ហា COVID ផងអីផងបាទ business ពេលខ្លះគាត់មានការឡើងចុះអញ្ចឹងណាប៉ុន្តែសំខាន់បំផុតឲ្យតែបងប្អូនមានមុខរបររឹងមាំបាទរឹងមាំហ្នឹងមានថាមិនមែនតរមាំហ្នឹងឲ្យវាខ្លាំងពេកទេមកល្មមសមរម្យគឺយើងអាចសិក្សាជូនគាត់បានហើយបាទបងអញ្ចឹងលក្ខខណ្ឌអីគេខ្លះបងលក្ខខណ្ឌបើគាត់ជាលក្ខណៈគ្រួសារសូមអត្តញ្ញាណប័ណ្ណសភៅស្នាក់នៅហើយនឹងលិខិតបញ្ជាក់ប្រាក់ខែឬក៏គាត់មាន transaction ជាមួយនឹងគេហៅថារបាយការណ៍ធនាគារ3ខែទៅ6ខែចុងក្រោយគឺចប់អូអញ្ចឹងបងដែលចង់បានឬមានបញ្ហា CVC អីអស់ភ័យបារម្ភទេបងមិនបារម្ភបាទនិយាយទៅឲ្យតែមកជួបខ្ញុំនឹងព្យាយាមដោះស្រាយជូនគាត់ 100% បាទជាពិសេសបងប្អូនបាទសម័យនេះហ្នឹងស្រាប់បាទធនាគារឲ្យគឺខ្លាំងហើយបាទមិនមែនចាំបាច់ទៅគិតថាខ្ញុំបងមលូឲ្យខ្លាចចិត្តខ្លាចថ្លើមអីគេអ្នកក្បែរខាងដឹងហើយបាទព្រោះឥឡូវនេះផ្លាកលេខក៏ឈ្មោះយើងដែរបាទមិនមែនជំនាន់មុនណាពីមុនផ្លាកលេខឈ្មោះរបស់ក្រុមហ៊ុនឥឡូវអត់ទេបាទទូរស័ព្ទយើង scan ផាច់ឈ្មោះយើងអញ្ចឹងដូចឈ្មោះហៅបងអញ្ចឹងឈ្មោះរ៉ាត់អញ្ចឹងមកតែបងខ្ញុំភ្លេចសួរមួយទៀតជំនួសចុងក្រោយបើសិនជាទិញទៅបងធានាជូនឲ្យគេខ្លះបងអូការធានាសំខាន់ណាស់បាទនិយាយទៅដូចខ្ញុំបានបញ្ជាក់អញ្ចឹងហើយវីដេអូរបស់យើងនៅតែបន្តដដែលអញ្ចឹងបាទការធានាហ្នឹងគឺមិនមែនធានាតែមាត់ទេបាទធានាគឺធ្វើច្បាស់លាស់នៅកន្លែងផ្ទាល់តែម្ដងបាទគឺម្ល៉េះមានគ្រប់គ្រាន់ហើយការធានានេះគឺយើងមានជាងរបស់យើងនៅប្រចាំការ24ម៉ោងបាទ24ម៉ោងបាទគាត់ថាពេលយប់យើងសម្រាប់ណាយើងបាទយើងមិនធ្វើការរហូតទេបាទបងអញ្ចឹងបងឲ្យ QR មកបងមួយគ្រឿងហ្នឹងខ្ញុំកក់យកមកអូខេបាទអរគុណច្រើនបាទអញ្ចឹងបងប្អូនបាទត្រូវការឡាន Alpha ដែលជាឡានមួយដែលខាងខ្ញុំធ្វើពីប្រទេសជប៉ុនមកបាទកុំភ្លេចតាក់ទងមក1653បាទអរគុណច្រើន